បាទក្រុមគ្រួសារពុកម៉ែបងប្អូនអរគ្នានៅពេលនេះគឺម៉ោង12:32នាទីបាទខ្ញុំកំពុងតែឈរជើងនៅក្នុងទីតាំងមួយកន្លែងដែលស្ថិតនៅក្នុងភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យព្រឹកមិញគឺវេលាម៉ោង10បាទ15នាទីគឺកងកម្លាំងយោធារបស់ថៃបានបើកការវាយប្រហារមកលើកម្ពុជាបងប្អូននេះឮសំឡេងផ្ទុះទៀតហើយបាទសំឡេងផ្ទុះទៀតហើយគ្រឿងទៀតហើយបាទសំឡេងផ្ទុះទៀតហើយព្រឹកមិញនេះគឺថៃបានធ្វើការប្រើប្រាស់នៅយន្តហោះចម្បាំង F16 បានធ្វើការផ្លោងបានធ្វើការទម្លាក់គ្រាប់បែកចំនួន2គ្រាប់មកក្នុងភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យបាទឥឡូវនេះគឺខ្ញុំធ្វើការឈរជើងនៅក្នុងទីតាំងនឹងផ្ទាល់តែម្ដងបាទហើយឥឡូវគឺផ្ទះរបស់ប្រជាពលរដ្ឋរបស់យើងគឺបានមានការបិទទ្វារអស់ហើយគឺប្រជាពលរដ្ឋមានការចម្លៀសខ្លួនមានការចម្លៀសកូនចៅប្តីប្រពន្ធចាញ់ពីភូមិអស់ហើយបាទចេញពីភូមិស្លក្រាមនឹងអស់ហើយបាទគឺអត់មានទេបាទហើយផ្ទះខាងក្រោយនេះគឺជាផ្ទះឪពុកមារបស់ខ្ញុំផ្ទាល់បាទគឺប្អូនពៅរបស់ម៉ាក់ខ្ញុំផ្ទាល់តែម្ដងគឺគាត់អ្នកភូមិនៅនឹងដែរគឺអ្នកភូមិស្លក្រាមឃុំស្លក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យឥឡូវគឺប្រពន្ធកូនរបស់គាត់បានធ្វើការភៀសខ្លួនចេញអស់ហើយបាទដូចខ្ញុំបានថាអញ្ចឹងគឺតាមភូមិស្ងាត់ងុំហើយគឺប្រជាពលរដ្ឋមានការភៀសខ្លួនចេញអស់ហើយបងប្អូនបាទហើយមុនហ្នឹងបានលើស្លេងហើយមកគ្រឿងទៀតហើយបាទមិនដឹងថាធ្លាក់ទៅខាងណាទេបងប្អូនបាទបងប្អូនអរគ្នាបើមានអ្វីធ្វើខ្ញុំនឹងធ្វើការរាយការណ៍ជូនបន្តទៀតបាទអរគុណច្រើន